ខ្ញុំបាទសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនអរគ្នាជាងនេះខ្ញុំមកយ៉ាងពីសារតកម្មយុវវ័យដែលតាក់ទងជាមួយនឹងចំណេះដឹងដែលបានមកពីព្រះអញ្ចឹងពុកម៉ែបងប្អូនអរគ្នាបាយឆ្ងល់ហើយថាតើព្រះយេស៊ូវទ្រង់បានយើងមកបង្រៀនយើងនៅពេលណាយើងរកគ្នាកុំឆ្ងល់អីព្រះយេស៊ូវគឺទ្រង់បានយើងមកបង្រៀនយើងតាមរយៈព្រះគម្ពីរដែលទ្រង់បានអោយតាវៈរបស់ទ្រង់សរសេរនៅព្រះបន្ទូលរបស់ទ្រង់ដើម្បីបង្រៀនយើងរកគ្នាឲ្យយើងបានដឹងពីពិភពលោកនេះទាំងមូលឲ្យយើងបានដឹងថាអ្នកណាជាអ្នកបង្កើតរបស់សពសារពើហើយឲ្យយើងរកគ្នាដឹងថាសេចក្តីស្រឡាញ់ពិតប្រាកដដែលយើងមានបានមកពីណាអញ្ចឹងព្រះយេស៊ូវគឺទ្រង់បានបង្រៀននៅផ្លូវមួយដែលល្អសម្រាប់យើងរកគ្នាព្រះអង្គទ្រង់បានបង្រៀននៅចិត្តគំនិតយើងរកគ្នាឲ្យយើងគិតអ្វីដែលល្អឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះអង្គទ្រង់បានស្រឡាញ់យើងរកគ្នាផងដែរព្រះអង្គទ្រង់មិនដែលស្អប់កូនរបស់ទ្រង់ម្នាក់ណាឡើយព្រះអង្គគឺទ្រង់តែងតែចង់ឃើញកូនរបស់ទ្រង់ចេះកែប្រែនៅចិត្តគំនិតពួកគេដែលពួកគេធ្លាប់តែប្រព្រឹត្តអាក្រក់ដែលពួកគេធ្លាប់តែប្រព្រឹត្តអ្វីដែលស្មោកគ្រោកឲ្យពួកគេមកខ្លាចជាមនុស្សដែលល្អហើយឲ្យពួកគេមកខ្លាចជាសាវករបស់ព្រះអង្គដើម្បីនឹងបំពេញនូវកិច្ចការងាររបស់ព្រះអង្គដែលព្រះអង្គទ្រង់បានដាក់ទុកឲ្យពួកគេធ្វើហើយឲ្យពួកគេបានចាញ់ទៅចែកចាយនៅដំណឹងល្អរបស់ព្រះអង្គទៅប្រាប់ពិភពលោកទាំងមូលឲ្យគេបានដឹងបានឮពីព្រះបន្ទូលរបស់ទ្រង់ហើយឲ្យគេបានដឹងពីព្រះនាមរបស់ទ្រង់ដើម្បីឲ្យពួកគេបានកែប្រែចិត្តយកព្រះអង្គគឺជាព្រះសង្គ្រោះរបស់ពួកគេផងដែរយើងត្រូវដឹងថាមានតែផ្លូវតែមួយគត់ដែលអាចធ្វើឲ្យជីវិតរបស់យើងរស់បានជាមួយនឹងព្រះអង្គរហូតដល់ជីវិតអកលផ្លូវនោះគឺទុកចិត្តទៅលើព្រះអង្គហើយសិក្សាអំពីព្រះអង្គឲ្យបានច្បាស់លាស់ឲ្យយល់ដឹងពីព្រះអង្គហើយឲ្យយើងយកដំណឹងល្អដែលយើងបានដឹងបានឮពីព្រះអង្គទៅចែកចាយដំណឹងល្អនោះទៅកាន់ពិភពលោកទាំងមូលផងដែរចំណេះដឹងដែលយើងមានរាល់ថ្ងៃគឺយើងទទួលបានពីព្រះអង្គពីព្រោះព្រះអង្គគឺជាអ្នកបង្កើតរូបរាងកាយរបស់យើងមកពីព្រោះព្រះអង្គគឺជាអ្នកផ្លុំនៅខ្យល់វិញ្ញាណដើម្បីឲ្យយើងរស់រានមានជីវិតព្រះអង្គទ្រង់បានផ្ដល់នូវប្រាជ្ញាយើងរាល់គ្នាដើម្បីយើងយកប្រាជ្ញានឹងយកទៅបំពេញភារកិច្ចជារៀងរាល់ថ្ងៃដែលយើងត្រូវការជាចាំបាច់អញ្ចឹងហើយទើបយើងរាល់គ្នាគួរតែស្វែងយល់បន្ថែមឲ្យបានច្បាស់អំពីព្រះអង្គថាព្រះអង្គគឺព្រះអង្គជាអ្នកណាថាព្រះអង្គតើទ្រង់នៅឯណាពេលនេះយើងត្រូវដឹងថាព្រះយេស៊ូវគឺព្រះអង្គទ្រង់តែងតែនៅក្បែរយើងជានិច្ចព្រះយេស៊ូវគឺទ្រង់មិនដែលទៅណាឆ្ងាយពីយើងទេគ្រប់ពេលដែលយើងត្រូវការទ្រង់គ្រប់ពេលដែលយើងគិតថាយើងរស់នៅម្នាក់ឯកាចូលចាំថាព្រះយេស៊ូវគឺទ្រង់តែងតែនៅក្បែរយើងរាល់គ្នាជានិច្ចព្រះអង្គទ្រង់ផ្ដល់ប្រាជ្ញាឲ្យយើងរាល់គ្នាដើម្បីឲ្យយើងគិតឲ្យបានវែងឆ្ងាយគិតឲ្យបានល្អទើបយើងរាល់គ្នាទទួលបាននូវភាពសប្បាយរីករាយទទួលបាននូវភាពជោគជ័យហើយទទួលបាននូវចំណេះដឹងដែលល្អដែលព្រះអង្គទ្រង់បានផ្ដល់យើងរាល់គ្នាយើងត្រូវដឹងថាបើសិនជាយើងគ្មានប្រាជ្ញានោះទេគឺមានន័យថាយើងធ្លាក់ទៅក្នុងផ្លូវរបស់សាតាំងហើយដែលសាតាំងវាតែងតែបង្វក់យើងដែលសាតាំងវាជាអ្នកគ្រប់គ្រងយើងវាចង់ឲ្យយើងប្រព្រឹត្តអ្វីដែលមិនល្អវាចង់ឲ្យយើងរាល់គ្នាគិតហើយប្រព្រឹត្តអាក្រក់ទៅលើអ្នកគ្រីស្ទានអញ្ចឹងហើយតើយើងរាល់គ្នាកុំខ្លាចសាតាំងឲ្យសោះសាតាំងគឺវាមិនអាចយកឈ្នះព្រះអង្គបានទេបើសិនជាយើងយកព្រះអង្គធ្វើជាខែលគឺគ្រប់ការទាំងអស់យើងអាចធ្វើបានគ្រប់អ្វីទាំងអស់ដែលព្រះអង្គទ្រង់បានដាក់ឲ្យនោះយើងធ្វើបានដោយរលូនទៅតាមប្រតិបត្តិរបស់ទ្រង់អញ្ចឹងហើយចូលយើងរកគ្នាគិតឲ្យបានច្បាស់ថាប្រាជ្ញាដែលយើងមានរាល់ថ្ងៃគឺបានមកពីព្រះអង្គដែលព្រះអង្គទ្រង់បានប្រាប់ដល់សាវករបស់ទ្រង់ឲ្យសរសេរទុកនៅក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ដល់ពិតហើយជាព្រះបន្ទូលដល់រស់អញ្ចឹងហើយសារតកម្មយុវវ័យខាងនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលា